គឺយើងចាប់ផ្ដើមពីការដាក់ដាំទឹកដើម្បីស្រុះជើងជ្រូករបស់ខ្ញុំនេះប្រហែលជាខ្ទង់6-7ខាំអីហ្នឹងយើងលាងទឹកឲ្យស្អាតពេលទឹកពុះហើយយើងដាក់ស្ងោរវាចោលប្រហែលជាខ្ទង់3 ទៅ 4 នាទីអីទៅដើម្បីឲ្យវាជ្រះកតិចដីហើយកាត់ក្លិនផងហើយយើងដាក់ដាំទឹកម្ដងទៀតដើម្បីស្លហ្មងបន្ទាប់ពីទឹកពុះហើយយើងដាក់គ្រឿងកាត់ក្លិនមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចមានជើងជ្រូកអានេះបន្ទាប់ពីស្រុះហើយលាងវាម្ដងទៀតផងណាបងប្អូនហើយចាំយើងដាក់គ្រឿងមកមានម្សៅស៊ុបមានទឹកត្រីប៊ីចេងស្ករជាមួយនឹងទឹកប្រហុកនេះខ្ញុំដាក់ចំនួន1 កូនវែកនឹងដាក់គ្រឿងក្រៅចូលហើយយើងគ្របគម្របទុកឲ្យវាផុយមកល្មមតាមដែលយើងចង់បានទៅបន្ទាប់ពីជើងជ្រូករបស់យើងផុយមកល្មមហើយចាំយើងដាក់បន្លែចូលបន្លែគឺខ្ញុំមាន2ប្រភេទមានផ្សិតចំបាងជាមួយនឹងផ្សិតសហ្នឹងបងប្អូនកុំភ្លេចខ្ទឹមជាមួយម្ទេសបុកនេះដាក់ចូលទៅធ្វើឲ្យរសជាតិនឹងហឹរប្រហាគឺកាន់តែឆ្ងាញ់ជាងមុនទៀតហើយយើងគ្របវាទុកប្រហែលជា2-3 នាទីឲ្យបន្លែឆ្អិនទៅបងប្អូនភ្លក់មើលហើយថែមថយគ្រឿងតាមហ្នឹងទៅសម្រាប់ខ្ញុំគឺខ្ញុំបន្ថែមទឹកត្រីបន្តិចទៀតគឺត្រូវរសជាតិដែរហើយចុងក្រោយគេយើងបង់ម្រះព្រៅចូលបិទភ្លើងហើយកូរវាទៅ 4-5 ត្រឡប់ទៀតសម្លរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយប៉ុន្តែពេលដែលយើងដួសញ៉ាំដាក់ចានហ្នឹងបងប្អូនកុំភ្លេចច្របាច់ក្រូចឆ្មាបន្ថែមផងព្រោះអីអានេះគឺយើងអត់ប្រើទឹកអំពៅទុំទេបងប្អូនយើងយករសជាតិបែបរាងជូរស្រស់អញ្ចឹងហើយក្រូចឆ្មាក៏ច្របាច់រាងច្រើនដែរឲ្យជូររាងដិតបន្តិចគឺរសជាតិនឹងមកឆ្ងាញ់មកជាតិបែបរាងជូរហឹរប្រហា